សូមគោរពសូមជម្រាបសួរបងប្អូនថ្ងៃនេះបានមកជួបបងប្អូនសាជាថ្មីទៀតហើយបងប្អូនណាហើយក៏បានចំណេះដឹងមួយដែលតកតងនឹងពីការយើងដាក់អក្សររត់ទៅបងប្អូនកាលពីមុនខ្ញុំបានធ្វើម្ដងហើយដាក់អក្សររត់ក្រោមវីដេអូបងប្អូនណារត់ពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងអញ្ចឹងបងប្អូនប៉ុន្តែមកពេលនេះគឺតកតងនឹងពីការអក្សររត់ពីក្រោមឡើងលើវិញម្ដងបងប្អូនណានៅក្នុងកម្មវិធី Insert បងប្អូនណាឥឡូវបងប្អូនចូលមកកម្មវិធី Insert យើងមកឥឡូវខ្ញុំបិទសិនបងប្អូនណាបិទវាមកសាក្រោមវិញនេះកម្មវិធី Insert បងប្អូនចុចហ្នឹងមកបន្តមកបងប្អូនយកវីដេអូនេះហើយយកញូបន្តមកយើងចូល background វាឥឡូវខ្ញុំយកទេសភាពមួយបងប្អូនណាយកទេសភាពមួយមកហើយយកសតិចជួយយើងចុច tick វាមកតោះមកខ្ញុំលុប background វាសិនបងប្អូនណាលុប logo ចុច logo វាសិនតោះមកខ្ញុំទាញវាបងប្អូនណាយើងយកត្រឹម30វិនាទីបានបងប្អូនណា30ឬក៏តិចជាងហ្នឹងទៅបងប្អូនណាប៉ុណ្ណឹងបានបងប្អូនណាបន្តមកទៀតយើងយកទំហំវាបងប្អូនទំហំវាយកទំហំYouTube មកណាយក16.9យកនេះមកហើយយើងពង្រួមវាមកហើយបន្តមកទៀតយើងសរសេរអក្សរបងប្អូនណាសរសេរអក្សរឥឡូវខ្ញុំសរសេរអក្សរថាសូមថ្លែងអំណរអរគុណដកក្លៀនតិចទៅយ៉ាងជ្រាលជ្រៅដកឃ្លាយ៉ាងជ្រាលជ្រៅចំពោះបងប្អូនចឹងទៅដកអីហើយយើងចូលបន្តទៀតបងប្អូនកុំឲ្យវែងទៅវាដាច់អក្សរបងប្អូនទាំងអស់គ្នាដែលគោរពស្រឡាញ់យើងខ្ញុំអញ្ចឹងទៅគោរពស្រឡាញ់ដកគ្រាទៀតហើយចុះបន្តទៀតមកយើងខ្ញុំប៉ុណ្ណឹងបានណាបងប្អូនណាហើយបន្តមកយើងចុច tick វាមកចុច tick វាមកហើយយើងចុចវាសញ្ញាខាងចុងនេះយើងចុចវាមកបន្តមកយើងចុច click earn ដើម្បីឲ្យវាស្មើបងប្អូនណាហើយបន្តមកទៀតបងប្អូនត្រូវយើងចុច tick វាមួយសិនបងប្អូនណាហើយបងប្អូនដូរផុនអក្សរដូរពណ៌យើងចុចនេះសញ្ញា edit ហ្នឹងមក edit បងប្អូនអាចដូរពណ៌បានដូរពណ៌មានក្រហមមានពណ៌អីផ្សេងពណ៌លឿងក្រហមមើលអត់សូវឃើញឥឡូវយើងយកពណ៌ខៀវបងណាហើយយើងចុច tick បងណាឥឡូវបន្ទាប់មកយើងចុច tick សិនឥឡូវឃើញថាអក្សរហ្នឹងវាមកហើយ
បន្តមកទៀតបងប្អូនត្រូវចុចអក្សរ text វាសារថ្មីអក្សរ text នេះអក្សរតេណាតមកយើងឈរលើអក្សរហើយបន្តមកទៀតយើងត្រូវចុចការ៉ូមួយសិនបងប្អូនណាចុចការ៉ូនេះការ៉ូហ្នឹងចុចវាមកដើម្បីទាញវីដេអូទាញអក្សរហ្នឹងមកក្រោមមកប៉ុណ្ណឹងមកបន្តទៀតបងប្អូនត្រូវទាញអក្សរនេះទាញវាមកទាញមកឆ្វេងអស់មកហើយយើងចុចការ៉ូទៀតហើយបន្តមកទៀតបងប្អូនទាញអក្សរនេះមកវិញឃើញវាមកបងប្អូនបងប្អូនអាហ្នឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងទេបងប្អូនណាប៉ុណ្ណឹងទេហើយបន្ទាប់ពីទស្សនាវីដេអូនេះហើយកុំភ្លេចចុច Subscribe និងចុចសញ្ញាកណ្ដឹងចំបាតមួយផងដើម្បីមានកម្លាំងចិត្តនិងធ្វើវីដេអូនេះលើកក្រោយទៀតសូមអរគុណនិងសូមជម្រាបលា